នេះគឺជាthamបានthamមក Lambert របស់អាមេរិកកាំងអញ្ចឹងដើម្បីកំណត់ម៉ោងប្រើប្រាស់វាដំបូងយើងត្រូវ set ម៉ោងសិនយើងកាច់មក set clock យើងសេរីម៉ោងទៅដល់ម៉ោងបច្ចុប្បន្នយើងទីហោលើម៉ោង 4:50 យើងចុច OK តោះមកយើងរើសថ្ងៃនេះថ្ងៃសៅរ៍អញ្ចឹងវាដាក់ set ហើយអញ្ចឹងបន្ទាប់មកយើងកំណត់ម៉ោងចាប់ដើមម៉ោង program ដើរម៉ោងប៉ុន្មានអញ្ចឹងទៀតយើងចង់ដើរម៉ោង6 ល្ងាចយើងចុចប៊ូតុងលើជាប់រហូតដល់ម៉ោង 6 ល្ងាចចុច OK ហើយបើសិនជាយើងចង់ដើរ program ទី2ដើរម៉ោងប្រហែលអញ្ចឹងបើយើងមាន program អត់មានទេយើងចុចនៅពេលវា load យើងចុច OK ប៉ុន្តែបើយើងចង់ដាក់ program ទី2យើងចុចដូរទៅដាក់ yes ហើយបន្ទាប់មកចុច OK ដើម្បីដើរអញ្ចឹងវាថាយើងឲ្យដើរម៉ោង 7 ព្រឹកអញ្ចឹងយើងចុច OK បន្ទាប់មកយើងកំណត់រយៈពេលស្រោចថាស្រោចប្រហែលនាទីអញ្ចឹងទៀតថាដាក់ស្រោច10នាទីអញ្ចឹងយើងដូរម៉ោងបន្ទាប់មកយើងចុច OK នេះ set អញ្ចឹងបន្ទាប់មកយើងរើសថ្ងៃដើរថ្ងៃណាខ្លះអញ្ចឹងថ្ងៃណាយើងចង់ដើរថ្ងៃណាយើងរើសយ៉ាងថ្ងៃហ្នឹង select ថ្ងៃហ្នឹងថ្ងៃណាយើងអត់ចង់ដើរយើងដកវាចេញអញ្ចឹងដូចក្នុងករណីនេះយើងដើរថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធថ្ងៃពហុនិងថ្ងៃអាទិត្យតទៅពីយើងនេះហើយអូខេរាល់ថ្ងៃហើយយើងដូរមកដាក់អូតូអញ្ចឹងបន្ទាប់ពីយើងដូរមកអូតូវាដើរតាមពេលវេលាដែលយើងបានកំណត់ទុកហើយបើយើងចង់ដើរតេស្តមើលឧបករណ៍យើងអាចចុច watering now ចង់ឲ្យដើរប្រហែលនាទីបន្ទាប់មកយើងចុច OK ហើយយើងបន្ទាប់ពីយើងដាក់វាដើរហើយយើងចុចបិទដូរ cancel វិញដើម្បីលុបវាចោលអញ្ចឹងអាហ្នឹងគឺជាការងារដែលយើងចង់តេស្តបើយើងក្នុងករណីយើងចង់តេស្តហើយបើសិនជាករណីមានករណីមួយទៀតគឺយើង rain delay មានថាយើងចង់ពជាពេលក្នុងករណីមានភ្លៀងអញ្ចឹងយើងអាច delay អញ្ចឹងវាយើងចង់ថាមេឃតំភ្លៀងយើងចង់អត់ស្រោចផ្អាកស្រោច2ថ្ងៃអញ្ចឹងទៅយើងដូរដាក់48ម៉ោងអញ្ចឹងបន្ទាប់ពីយើងកែហើយយើងចុច OK មានថាវាពជាពេល48ម៉ោងអញ្ចឹងរាល់ពេលយើង set ហើយយើងចង់ដាក់អូតូយើងកុំភ្លេចកាច់មកអូតូនេះដើម្បីវាចាប់ដើមដើរតាម program របស់វា